នៅក្នុងកម្មវិធី Excel បើសិនជាអ្នកនរគ្នាមានទិន្នន័យនៅក្នុងកាឡាតែមួយបែបនេះបាទដូចជាមាន ID មានឈ្មោះមានប្រាក់ខែនៅក្នុងបាទជួរឆតែមួយអញ្ចឹងយើងចង់ផ្ដាច់វាទៅជា column ផ្សេងៗគ្នាតែយើងត្រូវធ្វើរបៀបណាយើងផ្ដាច់វាទៅជា column ផ្សេងគ្នា ID នៅ column 1ឈ្មោះប្រាក់ខែនៅ column 3ផ្សេងគ្នាណាបាទអញ្ចឹងដើម្បីធ្វើបែបហ្នឹងបាននៅក្នុង Excel គេមានមុខងារមួយឈ្មោះ text to column អញ្ចឹងអ្នកនរគ្នាគ្រាន់តែ select បាទ data របស់យើងមកហើយចូលកន្លែង data ខាងលើបាទហើយមានពាក្យមានមុខងារមួយឈ្មោះ text to column បាទមុខងារហ្នឹងគឺមានក្នុង Excel ស្រាប់ទេបាទចូលកន្លែង data tool មកមានពាក្យមានមុខងារ text to column អញ្ចឹងពេលចុចមុខងារ text to column ហើយគេមានលក្ខខណ្ឌឲ្យយើងផ្ដាច់ទេបាទទិន្នន័យហ្នឹងចង់ផ្ដាច់វាតាមcomma អញ្ចឹងបើចង់ផ្ដាច់តាម comma អ្នកនរគ្នាគ្រាន់តែគ្រីកកន្លែង comma នៅខាងក្រោមមកបាទបើសិនជាមានសញ្ញាដកយើងដាក់តាមហ្នឹងទៅណាបាទអញ្ចឹងគ្រាន់តែខ្ញុំគ្រីកកន្លែង comma បាទទិន្នន័យហ្នឹងវាផ្ដាច់ចេញពីគ្នាឃើញទេគេបង្ហាញគំរូខាងក្រោមឲ្យយើងមើលឃើញទេគ្រាន់តែយើងគ្រីកហើយបើសិនមានរូបផ្កាយមានសញ្ញាដកសញ្ញាអីគឺយើងដាក់តាមជាក់ស្ដែងទៅហើយគ្រាន់ចុច next ទៅបាទហើយចុច finish បាទវាបបែកទៅជា3 column ផ្សេងគ្នាបាទឃើញទេអញ្ចឹងសម្រាប់ការងារបន្ទាប់គ្រាន់យើងគ្រាន់តែដាក់ table មកបាទដាក់ table មកហើយនេះគឺគ្រាន់ជាឧទាហរណ៍តូចមួយបើសិនអ្នកនរគ្នាមានទិន្នន័យច្រើនក៏យើងអាចធ្វើបែបហ្នឹងបានដែរបាទរាប់រយ record ហ្នឹងគឺយើងអាចធ្វើបែបហ្នឹងបានហើយយើងគ្រាន់តែតមកដាក់ ID បាទឈ្មោះហើយនឹងប្រាក់ខែមកបានហើយបាទជាការស្រេចណាអញ្ចឹងយើងបបែកវាយើងមើលលក្ខខណ្ឌដែរថាទិន្នន័យរបស់យើងបបែកវាតាមលក្ខខណ្ឌអីគេពេលខ្លះវាអាចមានក្បៀសពេលខ្លះមានផ្កាយមានសញ្ញា trade សញ្ញាអីចឹងណាបាទអញ្ចឹងពេលយើងបបែកឲ្យឃើញដូចគំរូដើមរបស់យើងបាទអញ្ចឹងសម្រាប់អ្នកនរគ្នាដែលជួបបញ្ហាហ្នឹងអាចតស្រ័យតាមហ្នឹង